បើសិនជាមានមន្ត្រីបែបនេះកាន់តែច្រើនប្រទេសរបស់យើងនឹងអភិវឌ្ឍលឿនអញ្ចឹងដើម្បីឲ្យកើតមន្ត្រីទាំងអស់នឹងច្រើនគឺត្រូវតែមានការគ្រប់គ្រងពីប្រជាពលរដ្ឋទាំងអស់ប៉ុន្តែសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់និយាយអំពីមន្ត្រីរាជការឬក៏អ្នកធ្វើការងាររដ្ឋតើអ្នកធ្វើការងាររដ្ឋជាមនុស្សដែលមានសំណាងឬក៏បែបណាបងប្អូនតាមពិតការងាររដ្ឋការងារឯកជនគឺជាការងារមួយដែលស៊ីប្រាក់ខែគេដូចគ្នាទេប៉ុន្តែការងាររដ្ឋគឺពិតជាសំណាងមែនតើគ្រាន់តែបំពេញការងាររបស់ខ្លួនឲ្យបានល្អឲ្យបានត្រឹមត្រូវគឺទទួលបានការស្រឡាញ់ពីប្រជាពលរដ្ឋខ្លាំងមែនតើបានន័យថាគ្រាន់តែការពារមនុស្សល្អដាក់ពិន័យមនុស្សអាក្រក់ធ្វើតាមទូនាទីនិងការគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អគឺមិនខ្វះទីអ្នកស្រឡាញ់រឿងនេះខ្ញុំចង់និយាយអំពីទីមួយគឺលោកពូប៉ាងដាដែលជាអភិបាលរងខណ្ឌពោធិ៍សែនជ័យគឺគាត់ពិតជាមានឆន្ទៈក្នុងការធ្វើការងាររបស់ក្នុងទូនាទីរបស់គាត់ខ្លាំងមែនទែនគឺពេលនេះគឺយើងដឹងហើយមន្ត្រីរាជការកម្រមានណាស់នៅក្នុងប្រហែលឆ្នាំចុងក្រោយនេះដែលទទួលបានការស្រឡាញ់ខ្លាំងពីប្រជាពលរដ្ឋមិនថាបើយើងនិយាយទៅមិនថាបពប្រឆាំងមិនថាបកស្របមិនថាអ្នកណាទេឲ្យតែអ្នកដែលស្រឡាញ់យុត្តិធម៌អ្នកធ្វើអំពើល្អគឺតែងតែស្រឡាញ់ប៉ុន្តែមន្ត្រីបែបនេះតែងតែជាផ្ទាំងស៊ីបមួយជាការស្អប់មួយរបស់មន្ត្រីដែលចាំត្រពងចាំលើកជើងជាក់ស្ដែងមន្ត្រីរាជការដែលលើកមុខមាត់ទៅដល់ថ្នាក់ដឹកនាំលើកមុខមាត់ប្រទេសជាពិសេសគឺថ្នាក់ដឹកនាំហើយនឹងបករបស់ខ្លួនគឺមន្ត្រីបែបហ្នឹងគេថាបើសិនជាមានមន្ត្រីបែបហ្នឹងកាន់តែច្រើនថ្នាក់គ្រប់គ្រងថ្នាក់ដឹកនាំកម្ពុជាគឺពិតជាមានសំណាងមែនតើអ្នកដែលលើកជើងអ្នកដែលត្រពងមិនមែនជាអ្នកជួយរដ្ឋាភិបាលណាគឺជាអ្នកដាក់បន្ទុកទៅដល់ថ្នាក់ដឹកនាំខាងលើពេលដែលថ្នាក់ក្រោមធ្វើអំពើមិនល្អធ្វើអំពើអាក្រក់អត់មានសិលធម៌អត់គោរពតាមសិទ្ធិនៃការគ្រប់គ្រងគឺវាប៉ះពាល់បំផុតគឺថ្នាក់ដឹកនាំខាងលើគឺប្រជាជនតែងតែបន្ទោសទៅណោថ្នាក់កម្ពុជាថាអត់ល្អអញ្ចឹងអត់ល្អអញ្ចឹងប៉ុន្តែអ្នកបានប្រយោជន៍គឺថ្នាក់ដឹកនាំខាងក្រោមអ្នកដែលធ្វើអំពើអាក្រក់នោះខាងលើជួនខ្លះគាត់អត់ដឹងទេអញ្ចឹងសរុបមកវិញថ្ងៃនេះខ្ញុំចង់អរគុណទៅដល់លោកពូប៉ាងលីដាដែលជាមន្ត្រីមួយដ៏ល្អមែនទែនប្រហែលឆ្នាំចុងក្រោយនេះគឺមិនទាន់មានមន្ត្រីណាដែលបំបែកឯកតកម្មដូចគាត់បានទេយើងនិយាយទៅគឺបំបែកឯកតកម្មប្រជាពលរដ្ឋស្រឡាញ់ច្រើនលោកពូប៉ាងដាគឺគាត់ជាមនុស្សមួយដែលសកម្មជាមួយនឹងការងារមែនតើជាពិសេសនៅដែនសមត្ថកិច្ចរបស់គាត់ហើយមន្ត្រីបែបនេះគឺជាមន្ត្រីដែលលើកមុខមាត់ទៅដល់ថ្នាក់ដឹកនាំបើសិនជាមានមន្ត្រីបែបនេះកាន់តែច្រើនប្រទេសរបស់យើងនឹងអភិវឌ្ឍលឿនអញ្ចឹងដើម្បីឲ្យកើតមន្ត្រីទាំងអស់នឹងច្រើនគឺត្រូវតែមានការគ្រប់គ្រងពីប្រជាពលរដ្ឋទាំងអស់ប៉ុន្តែជាក់ស្ដែងគឺលោកពូប៉ាងដានេះគឺជាមន្ត្រីមួយដែលប្រជាជនមិនថាបកប្រឆាំងមិនថាបកកាន់អំណាចបច្ចុប្បន្នអ្នកណាក៏ស្រឡាញ់គាត់ដែរអ្នកដែលស្អប់គាត់គឺជាមន្ត្រីដែលអាក្រក់គឺស្អប់គាត់ប៉ុន្តែបើមន្ត្រីល្អប្រជាជនល្អអ្នកខ្សែល្អគឺគេតែងតែស្រឡាញ់គាត់ជានិច្ចអញ្ចឹងដើម្បីឲ្យកើតមន្ត្រីបែបនេះឲ្យបានច្រើនគឺថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទៅតែការពារមន្ត្រីបែបនេះដើម្បីឲ្យមន្ត្រីបែបនេះ
កាន់តែមានច្រើនក្នុងឃុំក៏មានមន្ត្រីបែបនេះខណ្ឌក៏មានមន្ត្រីបែបនេះស្រុកក៏មានមន្ត្រីបែបនេះខេត្តក៏មានមន្ត្រីបែបនេះក្រុងក៏មានមន្ត្រីបែបនេះយ៉ាងច្រើន5ឆ្នាំប្រទេសយើងនឹងក្លាយជាប្រទេសមួយដែលរីកចម្រើនប្រទេសមួយដែលមានគេថារចនាសម្ព័ន្ធមានធនធានមនុស្សច្រើនមែនតើមានមនុស្សដែលគ្រប់វិន័យកាន់តែច្រើនគឺប្រទេសយើងកាន់តែរីកចម្រើនណាស់អញ្ចឹងខ្ញុំពិតជាអរគុណមែនតើចំពោះលោកពូប៉ាងដាហើយនឹងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ដែលបានផ្ដល់កិត្តិយសឲ្យលោកពូផ្ដល់ជាហើយនឹងការពារគាត់ហើយខ្ញុំក្នុងនាមជាប្រជាពលរដ្ឋមួយគឺខ្ញុំចង់ឃើញមន្ត្រីបែបនេះកើតមានកាន់តែច្រើនអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីអរគុណទៅដល់ថ្នាក់ដឹកនាំក៏ដូចជាលោកពូប៉ាអេដាន